ខ្ញុំទិញក្រពើស្រស់បានប្រហែលខាំដែរអត់ដឹងថាគួរតែធ្វើអីសោះពេលទិញនឹងអង្គុយសុកនឹកឃើញចង់ញ៉ាំក្រពើចៀនអត់ចាំយូរទេឃ្លានភ្លាមធ្វើភ្លាមហ្មងបើថាក្រពើចៀននេះរបៀបធ្វើមិនពិបាកទេហើយមួយមុខនេះឆ្ងាញ់ទៅបានគឺអាស្រ័យនៅលើជ្រក់ល្ហុងដែរតែយើងធ្វើជ្រក់ល្ហុងអត់ឆ្ងាញ់គឺចាប់ហើយដឹងតែទៅលើហ្មងអញ្ចឹងក្រពើរបស់ខ្ញុំនេះគឺលាងទឹកបានស្អាតហើយខ្ញុំស្រោះវានឹងកញ្ច្រែងទុកចោលមួយស្ទុះឲ្យស្រក់ទឹកអស់រៀងស្ងួតបន្តិចណាហើយបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមមកលាយម្សៅខ្ញុំមានម្សៅបំពងស្រួយចំនួនកន្លះកញ្ចប់ហើយខ្ញុំបន្ថែមជាមួយនឹងម្សៅខ្សាយចូលកូរវាឲ្យបានសព្វហើយគឺចាប់ផ្ដើមចាក់ទឹកដោយសារតែម្សៅបំពងរបស់ខ្ញុំអត់គ្របអញ្ចឹងខ្ញុំលួចបន្ថែមជាមួយនឹងម្សៅខ្សាយថែមកូរច្បល់ម្សៅជាមួយនឹងម្សៅបំពងរបស់យើងឲ្យបានចូលសព្វមកហើយទឹកនេះបងប្អូនអាចដាក់ស្មានបានយើងលៃមកល្មមកុំឲ្យខាប់ពេកហើយកុំឲ្យរាវជ្រុលមកល្មមចាក់ស្រួលដាក់ទឹកហើយគឺយើងកូរវាចូលគ្នាឲ្យសព្វសម្រាប់ខ្ញុំគឺប៉ានេះមកល្មមហើយយើងចាក់កំពឹសចូលទៅវារៀងខាប់ជាងនេះបន្តិចចឹងបន្ទាប់ពីលាយម្សៅបានរួចរាល់ហើយគឺខ្ញុំយកកំពឹសហ្នឹងមកចាក់ចូលទៅក្នុងម្សៅខ្ញុំអត់បានបន្ថែមគ្រឿងអីទេដោយសារតែម្សៅបំពងហ្នឹងគឺមានជាតិមកស្រាចហើយអញ្ចឹងខ្ញុំអត់បន្ថែមគ្រឿងអីទៀតទេដាក់កំពឹសចូលហើយយើងកូរឲ្យម្សប់ទៅគឺរួចរាល់ហើយបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមចាក់ប្រេងឆាចូលទៅក្នុងខ្ទះដាក់ឲ្យរៀងច្រើនបន្តិចទៅដើម្បីឲ្យយើងបំពងស្រួលណាហើយបន្ទាប់មកយើងចាប់ផ្ដើមបើកភ្លើងនៅពេលដែលប្រេងឆាចាប់ផ្ដើមក្តៅហើយគឺខ្ញុំដួសកំពឹសយើងលាយជាមួយនឹងម្សៅហ្នឹងចាក់ចូលទៅដោយសារតែខ្ញុំចាក់បែបប្រទេសតូចៗហើយខ្ញុំចាក់រៀងស្ដើងអញ្ចឹងខ្ញុំប្រើវែកតូចមកដួសកំណត់បងប្អូនចង់ចាក់ឲ្យស្មើគឺអាចកំណត់អញ្ចឹងបានចង់ចាក់ក្រាស់ស្ដើងយើងលៃមើលតាមហ្នឹងទៅអាចប្រើវែកធំជាងនេះបើសិនជាបងប្អូនចង់ឲ្យប្រទេសកំពឹសចៀនរបស់យើងធំហើយរៀងក្រាស់សម្រាប់ខ្ញុំយកវែកតូចអញ្ចឹងស្រួលវល់ហើយយើងដាក់មកវែកហ្នឹងទៅគឺមកល្មមពេលដែលចាប់ផ្ដើមក្រហមហើយគឺខ្ញុំប្រែត្រឡប់មកចំហៀងហើយខ្ញុំគិះវាទៅមកចំហៀងទៀតហើយខ្ញុំចាក់មកវែកតទៀតហើយរបៀបចៀននេះគឺអត់មានអីជាពិសេសទេគឺចៀនតាមបែបធម្មតានៅពេលដែលកំពឹសចៀនក្រហមតាមដែលចង់បានក្រហមសព្វហើយបើខ្ញុំស្រង់ចេញហើយដាក់វាទុកនឹងកត្រងទុកចោលមួយសន្ទុះទៅឲ្យវាស្រក់ជាតិប្រេងទៅក្រោមអស់កំពឹសបំពងចេញមកជាតិឆ្ងាញ់ហ្មងព្រោះថ្មីស្រស់ហើយម្សៅវិញឡើងស្រួយខ្ញោកហ្មងបងប្អូនណាចូលចិត្តញ៉ាំកំពឹសចៀនអីហ្នឹងណាឃើញវីដេអូនេះហើយគេដឹងថាស្រក់ទឹកមាត់យកហ្មងហើយនៅក្នុងនេះគឺខ្ញុំអត់បានចែករំលែកពីរបៀបធ្វើជ្រក់ល្ហុងទេដោយសារតែខ្ញុំធ្លាប់បានចែករំលែកម្ដង2ដងទៅ3ដងហើយដែរអញ្ចឹងបើសិនបើបងប្អូនចង់ចេះពីរបៀបធ្វើជ្រក់ល្ហុងចាំខ្ញុំដាក់ link នៅខាងក្រោមវីដេអូនេះហើយរបៀបធ្វើជ្រក់ល្ហុងរបស់ខ្ញុំក៏អត់មានអីពិបាកដែរងាយស្រួលអញ្ចឹងបងប្អូនចង់ចេះអាចចូលទៅមើលពីរបៀបធ្វើនៅ link ខាងក្រោមវីដេអូនេះអញ្ចឹងកំពឹសចៀនថ្មីក្តៅស្រួយញ៉ាំជាមួយនឹងជ្រក់ល្ហុងត្រជាក់ដាក់ម្ទេសហុយតិចចេះទៅអូយនិយាយពីថាចាប់ជាតិគ្នាខ្លាំងហ្មងណាបើមានម្ទេសជ្រក់ញ៉ាំជាមួយទៀតកាន់តែល្អតែខ្ញុំអត់មានអញ្ចឹងខ្ញុំដាក់ម្ទេសហុយជំនួសវិញអរគុណដែលបានចូលមើលបាយបាយ